មនុស្សភាគច្រើនប្រហែលជាមិនដឹងរឿងនេះទេប៉ុន្តែដើមឈើនេះបានកំណត់រូបរាងពិភពលោកដូចដែលយើងស្គាល់កាលពី2000ឆ្នាំមុនMulberry បានសម្រេចវាសនានៃការរីកចម្រើននិងការធ្លាក់ចុះនៃអាណាចក្រនានារាជវង្សចិនបានគ្រប់គ្រងអ្វីគ្រប់យ៉ាងការដាំដើមគឺជាបទបញ្ជាការកាប់ដើមឈើគឺជាបទឧក្រិដ្ឋហើយការលួចបន្លំចំណេះដឹងនេះគឺត្រូវផ្តន្ទាទោសដោយការប្រហារជីវិតអាចកំបាំងនៃសូត្រត្រូវបានរក្សាទុកយ៉ាងតឹងរ៉ឹងដូច្នេះមួយ Nations ដទៃទៀតបានខិតខំគ្រប់យ៉ាងដើម្បីលួចវាប្រទេសកូរ៉េបានបញ្ជូនចារកម្មប្រទេសឥណ្ឌាបានព្យាយាមលួចនាំចូលគ្រាប់ហើយរ៉ូមបានចំណាយពេលជាច្រើនសតវត្សក្នុងការស្វែងយល់ពីរបៀបធ្វើសូត្រដោយពួកគេគិតថាវាដុះនៅលើដើមឈើរហូតដល់ព្រះសង្ឃByzantineពីរអង្គបានលួចនាំចេញពងដង្កូវនាងចេញពីប្រទេសចិនដែលជាបេសកកម្មផ្លាស់ប្ដូរពាណិជ្ជកម្មពិភពលោកជារៀងរហូតនៅពេលដែលអឺរ៉ុបបានដាំសួនច្បារដើមមុនដោយសង្ឃឹមថានឹងត្រាប់តាមប្រទេសចិនពួកគេបានដាំខុសប្រភេទហើយដង្កូវនាងបានបដិសេធមិនស៊ីវាទេប៉ុន្តែដើមមិនមាននៅគ្រប់ទីកន្លែងឥឡូវនេះហើយសម្រាប់ជនក្រីក្រដើមឈើទាំងនេះមានប្រយោជន៍តិចតួចណាស់នៅលើផ្លូវសូត្រវាបានសម្រាប់កម្មករលឿនជាងចោលប្លន់ហើយស្លឹកមិនបានคล้ายជាថ្នាំរហូតដល់មានយប់មួយមាននរណាម្នាក់បានបន្ថែមទឹកបន្តិចនិងកាកសំណល់ផេះបន្តិចចូលទៅក្នុងឆ្នាំងដោយពេលព្រឹកឡើងវាក៏បានកក់คล้ายជាការស្លឹកឈើដើមឈើដែលធ្លាប់ត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយអធិរាជត្រូវបានលួចដោយចារកម្មនិងនាំយកឆ្លងកាត់ទ្វីបទីបំផុតបានបង្កើតឡើងនៅបង្អែមរដូវក្តៅដែលស្ទើរតែគ្មាននរណាម្នាក់ដឹងសូម្បីតែពេលនេះ